ហើយអ្វីដែលខ្ញុំចង់បង្ហាញពួកគាត់ថាខ្ញុំធ្វើបានអូយអូយច្រើនអូយនេះតើនេះជឿអត់នេះយេអូយច្រើនអូយបងប្អូនអរគ្នាមើលផ្លូវគឺពិបាកខ្លាំងមែនតើក៏ប៉ុន្តែអ្វីក៏ដោយឲ្យតែចេញពីការតាំងចិត្តគឺយើងអាចធ្វើបានទាំងអស់អញ្ចឹងនេះគឺជាភាពជោគជ័យមួយដែលខ្ញុំគេហៅថាជាការសាកល្បងជីវិតរបស់យើងផងហើយនឹងរួមដំណើរជាការផ្សព្វផ្សាយពីធម្មជាតិផងពីភាពរឹងមាំដល់បងប្អូនអរគ្នាជាពិសេសខ្ញុំបានជួបបងប្អូនដែលនៅតាមដងផ្លូវគាត់ស្វាគមន៍ហើយគាត់លើកទឹកចិត្តខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំចុះទៅវិញគឺខ្ញុំចង់ជួបជាមួយនឹងបងប្អូនបន្ថែមដែលខ្ញុំបានជួបមួយគាត់នៅខេត្តកំពង់ស្ពឺនៅវិមានឯករាជ្យហ្នឹងគឺខ្ញុំចង់ផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ហើយនឹងគេហៅថាចូលរួមអបអរសាទរមួយគ្នាអរគុណបងប្អូនអរគ្នា